ថ្ងៃនេះជាថ្ងៃថ្មីមែនទែនក្នុងឆ្នាំ2026យើងក៏មកចាប់ផ្ដើមតែងដើមក្រូចរបស់យើងនៅក្រោយផ្ទះក្រូចនេះអត់ដែលបានថែវាក្រិនស្លឹកវាកៅរុំផងអីផងឥឡូវយើងមកតែងវាដំបូងធ្វើជើងវាឲ្យស្អាតសិនមកខ្ញុំថាចង់កាប់ចោលដែរតែមើលទៅដូចរឿងស្ដាយដែរយើងមកតែងវាល្អជាងឥឡូវនេះយើងពូនជើងវាស្អាតហើយយកជីមកដាក់មកជីអាចគោយ៉ាងហ្នឹងបន្ទាប់ពីដាក់ជីអាចគោហើយឲ្យបងប្អូនមកមើលស្លឹកវាបន្តិចនេះស្លឹកវាបងប្អូនវាមើលទៅដូចល្មិចអាមិចចុះណាក៏ចាប់ផ្ដើមកាត់ស្លឹកនឹងចោលមកកុំភ័យខ្លាចវាងាប់បងប្អូនវាអត់ងាប់ទេយើងតែងស្លឹកវាអស់មកតែយើងលែងស្រោចទឹកវាតាមអាទិត្យ2អាទិត្យទៅវាលាស់ថ្មីមកវិញហើយលាស់ថ្មីមកវាល្អជាងហ្នឹងណាបើទុកចឹងក៏យើងវាមិនបានហូបដែរបើស្លឹកវាអម្រេញល្មិចចាស់វារួញល្មិចចាំមើលពី3អាទិត្យទៅមុខទៀតចាំមើលស្លឹកវាទៅជាយ៉ាងម៉េចដល់ពេលហ្នឹងខ្ញុំថតវីដេអូឲ្យបងប្អូនមើលម្ដងទៀតដល់នេះហើយយើងមកមើលដើមដែលយើងតែងហើយនេះកងល់បដ ចាំមើលដល់ម៉ែក្មេងឃើញដល់ម៉ែក្មេងស្ដីឲ្យចាំមើល